Lang ono rome coin và từng lệ mà bel rây tan han lap nhúm nar ti chit mà bar nào nơm chan nào phian nào vay nơm punong kal e ផ្ទះដែលភាគច្រើននៅលើដើមឈើរៀបចំនៅលើដើមឈើហ្នឹងជនជាតិដើមភាគតិចអីគេដែរបង សម្រាប់ផ្ទះបែបហ្នឹងបើខាងមណ្ឌលគិរីពួកខ្ញុំអត់សូវប្រើទេមានន័យថាពីមុនយើងប្រើគឺដើម្បីដូចថាយើងធ្វើចការយើងធ្វើនៅលើហ្នឹងទៅដើម្បីយើងយាមចការយាមអីការពារសត្វការពារអីចឹងបានន័យថាប្រភេទផ្ទះដែលនៅលើដើមឈើគឺជាប្រភេទផ្ទះដែលសម្រាប់យាមចំការតែបើប្រភេទផ្ទះរបៀបនេះគឺជាប្រភេទផ្ទះក្នុងភូមិអ្នកខ្លះគាត់អត់សូវនិយាយភាសាពូនងឬក៏ភាសាដើមទេអញ្ចឹងពេលដែលគាត់ទៅរៀននៅឆ្ងាយឬគាត់ឆ្ងាយពីគ្រួសារអញ្ចឹងអ្នកខ្លះទៅគាត់ទម្លាប់ប្រើភាសាខ្មែរហើយអញ្ចឹងបានយើងមើលឃើញថាវាកំពុងតែប្រឈមធ្លាក់ចុះនៃការអភិរក្សវប្បធម៌ប្រពៃណីភាសារបស់យើងហ្នឹងបានយើងផ្ដួចផ្ដើមឲ្យមានការមានន័យថាកម្មវិធីបុណ្យបាទពិធីបុណ្យរំលឹកវប្បធម៌នេះឡើងដើម្បីអភិរក្សលើកកម្ពស់អត្តសញ្ញាណកម្មវិធីនេះគឺរៀបចំឡើងដោយយើងហៅថាបណ្ដាញសហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរីសហគមន៍ជនជាតិដើមហ្នឹងយើងមាន4ក្រុមធំៗអញ្ចឹងណាមានពូនងបាទមានពូនងមានក្រូលមានស្ទៀងមានមហ៊ុនបាទអញ្ចឹងនេះគឺមានន័យថានៅក្នុងខេត្តមណ្ឌលគិរីរបស់យើងនេះគឺមាន4ដំបូលហ្នឹងធំដែលយើងមានភាសាហើយទំនៀមទម្លាប់ប្រពៃណីស្រដៀងគ្នាពីការនិយាយស្ដីទៅយើងយល់គ្នាទៅវិញទៅមកបាទហើយការរៀបចំកម្មវិធីតាំងពីពណ៌ជនជាតិដើមភាគតិចនេះក្នុងគោលបំណងអីគេដែរបងកម្មវិធីបុណ្យរំលឹកវប្បធម៌បងមិនមែនតាំងពីពណ៌និយាយទៅបុណ្យរំលឹកវប្បធម៌មិនមែនជាការតាំងពីពណ៌ទេចារំលឹកវប្បធម៌និយាយទៅគោលបំណងគឺរំលឹកវប្បធម៌ដូចគ្នាបាទវប្បធម៌នឹងរំលឹករបៀបមិនដែរបងតកតងនឹងភាសាទំនៀមទម្លាប់បាទអត្តសញ្ញាណហើយយើងផ្ដោតសំខាន់ទៅលើភាសាបាទការស្លៀកពាក់មានន័យថាការប្រើប្រាស់កណាត់របស់ប្រពៃណីចាបាទតកតងនឹងការត្បាញសម្ភារៈដូចជារចនាបថនៃការសាងសង់ផ្ទះអីឡើងវិញបាទចាឲ្យបងសុំសួរមួយនៅខាងក្រោយយើងដែលកំពុងតែឈរនេះគឺជាម៉ូដផ្ទះរបស់ជនជាតិដើមភាគតិចមួយណាដែរបងទាំង4ហ្នឹងបាទនៅខាងក្រោយនេះសម្រាប់ម៉ូដផ្ទះនេះគឺទាំង4អំបូរនេះសឹងថាមានទាំងអស់គ្រាន់តែថាតាមតំបន់ខ្លះភូមិខ្លះទៅគាត់អត់សូវប្រើឬក៏ដូចឥឡូវអាចនិយាយថាការធ្វើផ្ទះបែបនេះវាទី1វាប្រឈមមុខនឹងយើងហៅថាគុណភាពរបស់វាអត់បានយូរអញ្ចឹងបានបងប្អូនខ្លះគាត់ផ្លាស់ប្ដូរពីម៉ូដផ្ទះនេះគាត់មកជាម៉ូដផ្ទះសម័យកាត់តាមបងប្អូនខ្មែរឬក៏តាមនេះតាមនោះចឹងទៅតែសម្រាប់ភូមិខ្លះគឺគាត់នៅតែមានតាមចការតាមអីបាទជាក់ស្ដែងខ្ញុំផ្ទាល់ហើយនៅពេលដែលខ្ញុំដឹងក្តីមកតាំងពីតូចរហូតដល់ឆ្នាំ2000គឺខ្ញុំនៅផ្ទះប្រភេទនេះបងអត់ប្រាប់ខ្ញុំអត់ដឹងទេខ្ញុំភាគច្រើនខ្ញុំតែគិតថាអូយផ្ទះជនជាតិគឺគេធ្វើនៅលើដើមឈើអញ្ចឹងណាព្រោះឃើញបងប្អូនយើងគាត់បង្ហាញតែនៅលើដើមឈើតែពេលថ្ងៃនេះទៅបានយល់ថាផ្ទះរបៀបនេះគឺជាផ្ទះនៅក្នុងភូមិយល់ទេបងផ្ទះហ្នឹងក៏សាងឡើងដោយអីគេដែរបងផ្ទះនេះយើងធ្វើឡើងដោយឫស្សីហើយអញ្ចាំងនេះវាជាប្រភេទភាសាខ្មែរខ្ញុំអត់ដឹងច្បាស់ទេប៉ុន្តែបើភាសាពួកខ្ញុំហៅថាកាហ្នឹងដែលធ្វើឲ្យសាងយកទៅសាងសង់ផ្ទះហ្នឹងបាទនេះគឺសម្រាប់តែអញ្ចាំងទេហើយបើតួខាងលើគឺឫស្សីហើយនឹងស្បូវបើផ្នែកសសរពីដើមគឺយើងប្រើសសរមូលចាំមានន័យថាយើងកាប់យើងចាស់គាត់ស្គាល់ប្រភេទឈើដែលអាចធ្វើសសរហ្នឹងវាអាចយើងប្រើរយៈពេលបានយូរអញ្ចឹងហើយចុះបងសុំសួរបងតើបងចេះភាសាពូនងដែរអត់បើបងជាជនជាតិដើមភាគតិចពូនងផ្ទះគេថាអីគេដែរបងបាទជួបបាជាចេះហើយចាត្រូវហើយជួបជាចេះផ្ទះគេហៅថាជួាញបាទពាក្យជួាញមួយម៉ាត់ហ្នឹងមានន័យថាផ្ទះហើយបើយើងនិយាយពីម៉ូដផ្ទះទៀតវាមានម៉ូដផ្សេងដូចនេះពួកខ្ញុំខាងពូនងហៅថាជួាញចៃបាទអញ្ចឹងជួាញចៃហើយមានមួយទៀតមានជួាញជូនជួាញញើសបាទអញ្ចឹងតាមប្រភេទហើយទំហំរបស់វាក៏ខុសគ្នាដែរបាទចាហើយសុំសួរតិចបងចុះខាងនោះវិញឆាកហ្នឹងគឺសម្រាប់ធ្វើអីគេដែរនៅពេលដល់ថ្ងៃបុណ្យរំលឹកវប្បធម៌របស់ជនជាតិដើមហ្នឹងបងបាទសម្រាប់ឆាកនេះគឺយើងរៀបចំឡើងដើម្បីយើងមានបង្ហាញជារបាំប្រពៃណី
ហើយយើងមានបង្ហាញជាការបង្ហាញសម្លៀកបំពាក់របស់ជនជាតិដើមយើងហៅថាបង្ហាញម៉ូដហើយគាត់មានរបាំប្រពៃណីរបស់យើងហើយយើងនឹងបង្ហាញនៅទីនេះរួមគ្នាសម្រាប់កម្មវិធីបុណ្យវប្បធម៌នេះមិនមែនសំដៅទៅលើ4ជនជាតិនេះទេអញ្ចឹងបងប្អូនជនជាតិដើមភាគតិចដទៃបើសិនជាគាត់អាចមកចូលរួមបានចូលរួមដោយសេរីហើយជាពិសេសក៏សូមផ្ដាំផ្ញើហើយក៏អំពាវនាវទៅដល់ពិសេសបងប្អូនជនជាតិដើមភាគតិចពូនងដូចជាគាត់នៅខេត្តកោះចេះគាត់នៅស្ទឹងត្រែងបាទគាត់នៅប្រទីមានជ័យឧត្តរមានជ័យហើយបងប្អូនជនជាតិដើមស្ទៀងដែលគាត់នៅខាងត្បូងឃ្មុំបាទនៅខាងកោះចេះដូចគ្នានៅស្នួលអីបាទអញ្ចឹងអាចមកចូលរួមបានដោយសេរីហើយមិនមែនថាតលតែមានថវិកាបានអាចចូលរួមអត់ទេអញ្ចឹងអានេះគឺជាបុណ្យវប្បធម៌របស់ជនជាតិដើមភាគតិចយើងទូទៅអញ្ចឹងកុំភ្លេចថ្ងៃទី12ចូលរួមទាំងអស់គ្នាចាបងចុះជនជាតិខ្មែរយើងអាចចូលបានទេបងបានបងបានស្មានថាឲ្យតែជនជាតិដើមអញ្ចឹងណាបងអញ្ចឹងបានចូលរួមបានទាំងអស់គ្នាជាពិសេសបងប្អូនជនជាតិខ្មែរនៅខាងខេត្តមណ្ឌលគិរីនេះដោយផ្ទាល់និងបងប្អូនជនជាតិដើមភាគតិចអាចមកចូលរួមបានបងអញ្ចឹងម្ដងថ្ងៃនេះខ្ញុំមកចូលរួមបានទេបងបានបងបានឥឡូវវ៉េះឡាំងអូណូរ៉ូមេកូនវ៉ាទាំងលែកមកបែលរីតាន់ហាន់ឡាប់ញហ៊ុំណារទីចិត្តមកបែរណៅនឹមចានណៅភៀនណៅវៃនឹមពនងកាល់អែតាយកជ្រំឡំកេងមកកេងបទឿងឈូរវេះមើបណ្រាំងលឿងនឹមទ្រូនតែគាល់រង្វង់មូលរីនឹមពនងរីមកពុតដេរីនិនរីតែឈូកេតាំងមើបណ្រាំងលឿងព្យូឆ្អារីតែឡាប់វេះទាំងលែកមកបែលចុះប្រែជាខ្មែរថាមិនដែរបងនេះខ្ញុំអត់ចេះស្ដាប់សោះហ្មងបាទខ្ញុំនិយាយមិញថាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងនៅថ្ងៃទី12ខែមេសាយើងធ្វើពិធីបុណ្យវប្បធម៌ជនជាតិដើមអញ្ចឹងកុំភ្លេចចូលរួមទាំងអស់គ្នាដែលមានទីតាំងស្ថិតនៅភ្នំស្រំផ្លំភ្នំនេះឈ្មោះដើមគឺភ្នំស្រំផ្លំប៉ុន្តែបច្ចុប្បន្នគឺពួកគាត់ស្គាល់ថាភ្នំដោះក្រមុំទេបាទហើយយើងមានទីតាំងក្បែរនឹងរង្វង់មូលដំរីពុកបណ្រាំងលឿងហើយក៏ដូចជាក្បែរវិមានឯករាជ្យបាទ